ជំរាបសួរលោកគ្រូជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលមានវត្តមាននៅទីនេះបាទថ្ងៃនេះខ្ញុំនឹងមកសម្របសម្រួលឲ្យលោកគ្រូសម្ភារៈតាក់ទងប្រធានបទមួយគឺគ្រប់គ្រងធម្មពលរបស់អ្នកមិនមែនគ្រប់គ្រងពេលវេលាយល់អត់ណាយល់អត់លោកគ្រូអ្នកគ្រូគ្រប់គ្រងធម្មពលរបស់អ្នកតែមិនមែនគ្រប់គ្រងទៅលើពេលវេលាទេបាទសួរបានទៅរឿងធម្មពលទេអញ្ចឹងគាត់ពេលវេលានៅត្រង់នេះគឺគាត់នឹងបញ្យល់លម្អិតតែតកតទៅនឹងធម្មពលទេអត់លម្អិតទៅលើពេលវេលាទេដោយសារពេលវេលាគឺមានលោកគ្រូអ្នកគ្រូបានធ្វើបទបង្ហាញច្រើនដងហើយសម្ដៅមិនទេលបាយសិក្សាបាទមុនចូលដល់ការធ្វើបទបង្ហាញរបស់លោកគ្រូភិរៈអញ្ចឹងសូមអញ្ជើញលោកគ្រូអ្នកគ្រូឡើងមកពីធ្លាខាងមុខនេះសូមអញ្ជើញចាំដើម្បីលេងល្បែងសិក្សាមួយខ្លីបាទល្បែងសិក្សាអង្គុយលេងណាអង្គុយលេងហ្នឹងហើយអង្គុយមួយរៀងនេះដែរចឹងថ្ងៃនេះយើងនឹងលេងល្បែងសិក្សាពាក់ព័ន្ធនឹងការគ្រប់គ្រងធម្មពលហើយលោកគ្រូអ្នកគ្រូនឹងធ្វើតាមនៅអ្វីដែលខាងលោកគ្រូផានិតប្រាប់ឲ្យធ្វើលោកគ្រូអ្នកគ្រូត្រូវធ្វើតាមក្នុងករណីដែលគ្រូផានិតថាអីគេរៀបអស់ថ្មអីចឹងទៅអ្នកគ្រូលោកគ្រូអង្គុយចោះទៅរៀនធ្វើល្វើយអីចឹងទៅណាដូចប្រាប់មុនដូចប្រាប់មុនបាទប្រាប់មុនហើយប៉ះសិនបើលោកគ្រូផានិតថារៀងសល់50%ងើបឡើងធម្មតាអីយ៉ាងមកណាបាទថ្មមានសល់50%ហើយដល់ពេលនិយាយពី100%ពេញកម្លាំងណាពេញមានថាអារម្មណ៍កម្លាំងរបស់យើងពងពេញហើយបើនិយាយពីគោហៅគោឡើងកហ្នឹងណានោះចាំចប់បាទដល់លោកគ្រូផានិតចាប់ដើមទៅអញ្ចឹងបញ្ជាក់ម្ដងទៀតណាបើសិនបើនិយាយ10%នេះរបៀបដូចថាអង្គុយទៅអស់កម្លាំងហ្នឹងល្វើយដូចយើងងុយដេកមិនណាបាទប៉ុន្តែ10%ដូចជាត្រូវរបស់យើងច្រើនដោយសារអ្នកខ្លះងុយដេកតោះឥឡូវយើងចាប់ដើមអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែធ្វើសកម្មភាពដូចទៅនឹងអ្វីដែលខ្ញុំបាននិយាយណាបាទអញ្ចឹងសកម្មភាពនោះគឺបង្ហាញពីធម៌ពលរបស់យើងនៅឲ្យត្រូវនឹងប្រយោគដែលខ្ញុំបាននិយាយអញ្ចឹងធម៌ពលរបស់លោកគ្រូអ្នកគ្រូនៅពេលនេះគឺនៅសល់តែ10%ទេហើយនិយាយមិនចាប់បានបាទស្ងាត់បងបាទ10%ចឹងចាបើសិនជា50%នេះ50%ធម្មតាណាធម្មតាអត់មានអញញឹមអត់មានអីធម្មតាងើបឡើងធម្មតា80%មាន100%ខ្ញុំតទៅដល់ណា80%ទៅមិន80%រៀងអញញឹមតិច100%អត់នេះអត់ចាំមែនព្រឹកមាញ់ហ៎ព្រឹកមាញ់មិនដែរអញ្ចឹងតាមរយៈលោកគ្រូអ្នកគ្រូដែលបានធ្វើកាយវិការទាំង3នេះមានអារម្មណ៍មិនដែរអា10%មានអារម្មណ៍ថាអង្គុយឲ្យចេះក្បាលចេះត្អូនហើយអារម្មណ៍ងុយដេកអីចឹងទៅ50%នឹងឈរធម្មតាមុខមរីចេកបន្ទុំតែងើបឈរធម្មតាដល់ពេល100%មានកម្លាំងព្រឹសបាទនេះទៅបើកលុយទៅធម្មពលហើយធម្មពលបើកលុយនេះហ្នឹងអរគុណច្រើនចំពោះការចូលរួមល្បែងសិក្សាពេលនេះអានេះគ្រាន់តែធ្វើកុំឲ្យហ្នឹងហើយឥឡូវច្បាស់ចូលមានមួយទៀតហ្នឹងហើយកុំឲ្យបាត់មើលទៅមានអារម្មណ៍ថាដូចជា0%មានអារម្មណ៍ថាចង់0%មិនទេតែយើងនងគ្នាហាត់ប្រាណតិចទៅណា
Thôi mấy là khu này thờ thôi mấy hả Chicken, banana, apple. ta cần lên cho cái đi tới ta chặt tam cần lên từ chuyên cách chuyên nghĩa từ Sam nghĩa từ chuyên ba hà loạt đây hai lốt mùi pi bay mấy lên nguyện đây nữa lên nguyện đây xong tiền này trên chơi lại đừng là bài ấy chờ tại giờ nom lên à bà tập đi ban lên là bay chị pray mình thấy cũng nhà làm mày đấy sọt sai ấy sai chắc tao thấy cứ chia pevilia đò miên làm lại muối là lực cru tần tần rong chám đập ca thơ bắp hái pho lực cru phía đấy để mình nghe những ban chuộng xong mình chơi đôi ta tử bà xong ở con lực cru phần đất hay xong cho biết cô lực cru nè cru thì ó đại miên vật miên ở trên đây hay ní cứ chị học ca mi học ca bây giờ hoặc nhóm là phải tranh sầm lên là ngày hay có áp chia sẻ phong đại cả ở đây là nhóm như vậy từ miền đặc ảnh sẽ từ rồi có tận đặc ấy chẳng và lấy dân châu từ lâm xa phơi dưỡng kẹt tên tên nâng đại nâng trừ sắc xa nơi bên này bẹt quan tên nâng cầm nứt sầm khăn và khi tham mấy về lý cứ chỉ thuần thiên đại miền cầm nọt còn tai tham một polคืออาจการlàng vịnh bàn chẳng đam bay ao tham một pol cả làng vịnh bán ta tham một pol đại dương được sắc xa nơi bên nàyคือdương sắc xa từ lừa tham một pol là vậy là bà chẳng nơi bên này dương sắc xa tham một pol chấm nôn bay sắm tôi chấm nôn buồn khi hai tham vì viết đang buồn để tham một pol chắc đam bay ao ca thưa ca nghe là bao dương ban o hành trắng dương mình ai tập phương ai tay từ lừa ca prang prang ca thưa ca mong vật time nu ở đây ná cứ dương trời phương ai từ lừa tham một pol buồn ti muối cái ao chmut hà tham một pol riêng cài ti pi cái ao chmut hà tham một pol aram ti bay cái ao chmut hà tham một pol smart đây năng ti buồn cái ao chmut hà tham một pol preacher chẳng tham pol riêng cáiคือสำได้từ Paraman ในธรรมโพลแต่มู่ในក្នុងរូបរាងកាយរបស់យើងណាធម្មពលអារម្មណ៍គឺសំដៅទៅលើគុណភាពនៃធម្មពលបាទធម្មពលស្មារតីគឺផ្ដោតទៅលើអារម្មណ៍និងធម្មពលផ្លូវចិត្តគឺអត្តន័យនិងគឺសំដៅទៅលើអត្តន័យនិងគោលបំណងឥឡូវយើងសិក្សាទៅលើធម្មពលរាងកាយអញ្ចឹងជាទូទៅដែលយើងធ្លាប់បានដឹងហើយថាមនុស្សយើងមួយយប់ត្រូវគេឲ្យបានប្រមាណយ៉ាងតិចបំផុតមើលលោកគ្រូអ្នកគ្រូសលេនយើងធ្លាប់ដឹងកន្លងមកតើរាងកាយរបស់យើងត្រូវសម្រាប់រយៈពេលប្រមាណក្នុងមួយថ្ងៃក្នុងមួយយប់សំទោស8ម៉ោងបាទហើយយើងចាប់ដើមពីម៉ោងណាដល់ម៉ោងណាដែរបើសិនបើករណីវិធានអ្នកគ្រូថា8ម៉ោងយើងចាប់ដើមសម្រាប់ពីម៉ោងណាទៅពីម៉ោង10ទៅរហូតដល់ម៉ោងប៉ុន្មានបាទ5 6ព្រឹកនឹងអរគុណច្រើនហ្នឹងហើយបាទហើយនៅក្នុងនោះក៏ត្រូវការញ៉ាំអាហារផងដែរត្រូវអត់បើសិនបើយើងបានតែសម្រាប់ឲ្យចុះត្រូវការអាហារអត់បាទត្រូវការអាហារអញ្ចឹងត្រូវការអាហារដើម្បីអីដើម្បីបំពេញធម៌ពលបាទត្រូវការអាហារគឺដើម្បីបំពេញធម៌ពលបាទគេថាម៉េចញ៉ាំអាហារសម្រន់ដែលមានជីវជាតិរៀងរាល់3ម៉ោងម្ដងអញ្ចឹងយើងដឹងស្រាប់ហើយខ្លួនយើងរាល់3ម៉ោងម្ដងពោះយើងតែងតកោត្រូវដែរអញ្ចឹងចឹងហើយដល់ក៏បានតាពីអីតិចតួចនៅក្នុងមាត់ទោះបីឆ្មោងរៀនក៏ដោយបាទបាទងើបចេញពីតុធ្វើការឬក៏សម្រាប់ខ្លីរៀងរាល់90នាទីម្ដងហើយការសម្រាប់ហ្នឹងរយៈពេលប្រហែលនាទីបាទសំទោសបាទរៀងធ្វើសំទោសពី90នាទីទៅ120នាទីអញ្ចឹងមានន័យថាម៉េចមានន័យថាកាត់បន្ថយភាពតានតឹង
chẳng nơi dương nơi ca sắc xa bao dương nơi tìm ní xả lá của bạn ở dương miền ca xâm rạ đai mình chỉ lọt năng á bà lục hữu khá có mà mong cả lá lục khá có pi màu đi chẳng bà thấy nơi p đây xâm rạ năng cứ quạt tay ở dương thôi ca bà xâm rạ bọt đầy bọt chương rồi có đào từ ní từ nô rằng làm bấy cắt hiệp tàn tăng nước không cả này dương riêng bay mau chụp ní chẳng là rằm dương có ọt mù đây nó chẳng bà xong đây nơi cái lấy thôi ca cái này dương cùi tràn pe ná nơi mục tập computer rồi còn mục sập thử aram phơi dương nâng stress chẳng nơi pe đây dương kết hai dương gặp punct tại stress dương cu tại ngợp chỉnh đào từ hàng cào từ relax rồi có đào từ mưa từ skip này cào phật đặt mặt keo ấy cùi ly này cào một lát xăm châu ở vĩnh hãy khu ba vào dương nâng là ui thì họ chạy đấy vì hàm ấy lục nick tay tại đào tranh bị tóc đọc ram nhiệt tình mình nên hai quạt sầm rạ đọc ram nhiệt tình ná riêng ro cao sập nhiệt tình đó mình ra mong cái lá quạt đào tranh đọc ram nhiệt tình bịa pe đọc ram thì mình nên hai quạt chấm nai pe đọc ram nhiệt tình nước nó cao sầm rạ riêng ro cao sập nhiệt tình mà đòn chẳng quạt aiจะซาทำมาโพลบ้านไปสปีเลยเป็นมวยที่ไงขณะใดเนี่ยตัวกามันสมระซอสตาย6สปีเลยchẳngกานายืงมีในทายยืงอดกุยชัวเต้มีในทายยืงมีนกาเงือบตื่นนี่ตื่นนู่นนะมีนทายสมระคู่ขบายยืงchẳngทำโพลพอยืงอาจจะซาบ้านไปสปีเลยกานายืงอ่องกุยชัวหนึ่งตกนะหรือก่อนในกระไรเพื่อกายยืงหนึ่งกุยเนียมอดเจนเตนะเป็นมือปลักchẳngมีนยืงมีอะไรทานnuôi hot rồiอดด้วยยืงเตยปเรียนจังยืงมันซีครูบังเรียนจังได้ไปได้ยืงปเรียนปูนมาจบเนี่ยในขนมประตูนั่งแต่มวยนะยืงอัดบ้านเพื่อไอ้จังอ่ะจังได้ไปได้ยืงมอเตียยืงเนี่ยรำไม่ได้หรือเว้ยมันจังไงจึงก้าวอัดจังหกใบจังไอ้ที่จังแต่สมระย้ำพรอบจังละหดนะเอาแต่เตยสละอัดเจนปีประตูดังแต่มอเตียเว้นดังแต่มีอารมณ์ท่างงวยสมระvà chẳng ban nơi tin lý cứ kỳ ao dưỡng riêng ro cao sập rư co mà rơi mà phây nhật ti mà đó cứ ao dưỡng sầm rạ mình đã đào trên cái mưa thì hiệp rư co tới chỉ chạy lên nơi cho mũi kru xây tê rư bọc lực xây tiệt này có nơi coi ta nơi không nợ riêng đó và tham polaram bắn sáp aram ạ với chùm miên đôi chỉ cả mù màu top baram ta mà giá cả độ đằng hàm vên vên trên bị pua bần châu aram với chùm miên đòi ca bằng hành ca cao sào đòi nẹt đợt tẩy dương prop lứa kia nẹt khác cái ao dương samadhi độ đằng hàm trên độ đằng hàm châu bà mới sạc phơi mới độ đằng hàm trên độ đằng hàm châu và độ đằng hàm trên đọt ham trôi mà nó bé đại dương phơi chăn chăn đòn arom phơi dương coi điện thủ bảo cho bé lá arom dương phun mua mau đây cả hai ná pi cái này na mui mau chăn dương trời tái đọt ham mọi bên về ná lúc arom phơi dương nâng cắt bắn thôi thấy dương tự tai miên cầm nứt khai thao vitamin chùm pua mất luôn ta nghe là bao giờ công kết ốc khi thưa ấy có kết thưa ấy có khó mà khi ấy tích ô có kết ạ vitamin tới can nè đi na nè đu com che nè đu com mình che miền che ấy miền này tham mình tục chặt kia rư co kết từ lứa ạ vitamin từ lứa nè là tới trắng với ai làm hồi giờ đó mua mai cái đây cả hai vậy trắng miền này tham hay cái này dương trời tài kết từ lứa chụp ngạch vitamin từ lơ nẹt đỏ tây nú aram hồi giờ nó có thu bao đây nhẹ đi ôi mờ mục đôi chia chạy mình chạy kề mình smile ô anu sang sa bay anu che đi che chẳng aram hồi giờ nó ắt múa hơi có ở đây với khu ba dương po pin đào rương ạ vitamin được không luôn chẳng dương thử tay kết đại rương lo chẳng khu ba hồi dương nó có từ tạm nó aram hồi dương có từ tạm này ui đó hả dương mọc đắp dương ban nhà xa tay can mật hẹn rung ca nghiệp hồi dương
ណាដើម្បីសុំឯកសារបន្ទាន់តែមិត្តភ័ក្តិរបស់យើងហ្នឹងគាត់ឃើញហើយគាត់មិនបានតស្អីទាំងអស់ណាបាទឃើញស៊ីនហើយមិនបានឃើញរហូតដល់ម៉ោង12ណាអត់តអញ្ចឹងពេលខ្លះយើងមានអារម្មណ៍ថាម៉េចពេលខ្លះយើងមួម៉ៅក្តៅក្រហាយឃើញស្អប់មកអាឃើញហើយមិនតហ្នឹងណាអញ្ចឹងយើងកុំខឹងគេយើងត្រូវតែគិតវិជ្ជមានជាមួយគេថាអូប្រហែលជាគ្នារវល់នេះរវល់នោះឃើញហើយមិនបានឆ្លើយតបដោយសារតែជាប់ប្រជុំឬក៏យ៉ាងម៉េចណាបាទអញ្ចឹងមានន័យថាយើងគិតតែរឿងវិជ្ជមានជាមួយនឹងអ្នកដែលយើងតំណែងជាមួយហ្នឹងអញ្ចឹងអារម្មណ៍របស់យើងគឺអត់មានភាពតានតឹងទេថាមពលរបស់យើងគឺនៅរក្សាបានផែកាលណាយើងគិតថាឃើញហើយមិនចេះតបមិនចេះអីទៅដល់ជួបគ្នាក្តៅក្រហាយទៀតអញ្ចឹងអារម្មណ៍របស់យើងរត់តែមួម៉ៅកាលណាមួម៉ៅចាយថាមពលអស់ច្រើនណាស់បាទយើងធ្លាប់តែមួម៉ៅក្តៅក្រហាយមួយថ្ងៃទល់ល្ងាចកាលណាមួម៉ៅច្រើនពេកអារម្មណ៍របស់យើងហ្នឹងក៏បាទអស់ថាមពលហ្មងនិយាយរួមថាល្វើយចង់ទៅដេកឲ្យតែខឹងគេម្ដងចង់ទៅដេកបាទថាមពលស្មារតីកាត់បន្ថយការរំខានដោយមិនបញ្ចេញទូរស័ព្ទណាម៉េចកាត់បន្ថយការរំខានដោយបិទសំឡេងទូរស័ព្ទអញ្ចឹងទូរស័ព្ទរបស់យើងមិនថាម៉ោងធ្វើការឬក៏ម៉ោងប្រជុំឬក៏ទៅណាបើអាចគឺកាត់បិទសំឡេងតែម្ដងទៅបាទអានេះក៏ជាផ្នែកមួយនៃការរំខានស្មារតីយើងណាបាទបញ្ឈប់ការធ្វើការងារច្រើនក្នុងពេលតែមួយអានេះយើងធ្លាប់ដឹងហើយណាបាទមានអញទេដែលខ្លាំងជាងគេផ្ដោតទៅលើការងារដែលពិបាកសំខាន់បំផុតនៅពេលព្រឹកណាពេលព្រឹកយើងដឹងស្រាប់ពេលព្រឹកខួរក្បាលយើងរៀនស្រឡះអញ្ចឹងយើងអាចផ្ដោតទៅលើការងារសំខាន់បានណាហើយពិបាកគឺយើងធ្វើពេលព្រឹកទៅណាអាចចេញឬក៏ក្រោយពីយើងហាត់ប្រាណឬក៏សម្រាកហើយសាក់ទៅធ្វើការងារអូខេអត់ជាបានឧទាហរណ៍ជាក់ស្ដែងគឺកំណត់ម៉ោងឆែកនិងឆ្លើយតបអ៊ីមែល2ដងក្នុងមួយថ្ងៃអីចឹងមកឧទាហរណ៍ម៉ោង8ព្រឹកហើយនិងម៉ោង4រសៀលឆែកម្ដងទៅជាជាងបើកមើលគ្រប់ពេលដែលមានសារលោតចូលធ្វើអីរំខានដល់ការផ្ដោតអារម្មណ៍ឧទាហរណ៍ថាយើងកំពុងតែរៀនណាឧទាហរណ៍កំពុងរៀនហើយទូរស័ព្ទយើងលោតភ្លឹបមកសួរថាយើងមានអារម្មណ៍អត់ណាអត់ទេអញ្ចឹងមកថាដល់ពេលរៀនយើងគួរតែបិទសំឡេងទូរស័ព្ទឬក៏បិទអ៊ីនធឺណិតទៅកុំឲ្យមានសារផ្ញើមករំខានពេលខ្លះយើងកំពុងប្រជុំគេកំពុងប្រជុំឯងលោតសារមកលើកនិយាយអាហ្នឹងក៏ជាផ្នែកមួយប៉ះពាល់អារម្មណ៍មិនមែនតែវាប៉ះពាល់ស្មារតីយើងវាប៉ះពាល់ទៅដល់អារម្មណ៍អ្នកដែលនៅជុំវិញដែលប្រជុំជាមួយយើងហ្នឹងក៏ប៉ះពាល់អារម្មណ៍ដែរណាគេអត់ចូលចិត្តទេទី4ថាមពលផ្លូវចិត្តស្វែងរកអត្ថន័យការងារបាទកំណត់រកចំណុចល្អបំផុតរបស់អ្នកដែលជាសកម្មភាពដែលអ្នកបានធ្វើល្អនិងពេញចិត្តបំផុតធ្វើសកម្មភាពស្របតាមតម្លៃស្នូលរបស់អ្នកអានេះនៅពេលដែលយើងទៅឆ្លុះបញ្ចាំងជាមួយលោកគ្រូអ្នកគ្រូយើងតែងតែឲ្យពួកគាត់ធ្វើការឆ្លុះបញ្ចាំងនៅចំណុចល្អតើលោកគ្រូអ្នកគ្រូគិតថាការបង្រៀនរបស់លោកគ្រូអ្នកគ្រូអំបញ្ញមិញតើចំណុចណាឬក៏សកម្មភាពមួយណាដែលលោកគ្រូអ្នកគ្រូពេញចិត្តបំដែលលោកគ្រូអ្នកគ្រូពេញចិត្តណាអានឹងដូចគ្នាបាទឧទាហរណ៍នាយកប្រតិបត្តិម្នាក់បានដឹងថាគាត់ស្អប់ការធ្វើការងាររបាយការណ៍លក់គាត់បានផ្ទេរការងារនោះទៅឲ្យបុគ្គលិកម្នាក់ទៀតដែលពូកែនឹងចូលចិត្តតួលេខដើម្បីសន្សំសំចៃថាពលមានន័យថាការងារទាំងឡាយណាដែលគាត់មិនពេញចិត្តនិយាយទៅដឹកមិនពេញចិត្តអញ្ចឹងគាត់នឹងផ្ទេរការងារឲ្យទៅអ្នកដែលចូលចិត្តដែលមានជំនាញបើខ្លួនឯងអត់ចូលចិត្តឲ្យរឿងគិតលុយផងហ្នឹងយើងយកការងារហ្នឹងមកធ្វើអីផ្ទេរឲ្យគេទៅគេចូលចិត្តបាទយកតែការងារណាដែលយើងគិតថាយើងចូលចិត្ត
ហើយយើងជាទូនាទីរបស់យើងនោះក៏ជាធម្មពលបើសិនបើគេដាក់ការងារណាមួយមកឲ្យយើងធ្វើឧទាហរណ៍ថាយើងអត់ចូលចិត្តរឿងជួសជុលកុំព្យូទ័រណាគេយកអាកុំព្យូទ័រនឹងមកឲ្យយើងធ្វើយើងអត់ចូលចិត្តអញ្ចឹងវាប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវចិត្តធម្មពលផ្លូវចិត្តធ្លាក់អូយអញចេះទៅនេះធ្វើមិនទេមានអារម្មណ៍ថាដូចសម្ពាធតែហ្មងណាបាទឧទាហរណ៍យើងអត់ចូលចិត្តខាងលុយទេគេតែងតាំងយើងឲ្យទៅកាន់អ្នកកណនៃយើងមានអារម្មណ៍ថាយើងអត់សប្បាយចិត្តទេមិនចឹងព្រោះយើងអត់ចូលចិត្តបាទយើងចូលចិត្តចាយលុយតែឲ្យយើងមកកាន់លុយគ្រប់គ្រងលុយមានអារម្មណ៍ថាពិបាកបាទបើយើងចូលចិត្តបរៀនគេឲ្យយើងនៅទីចាត់ការណាយើងមានអារម្មណ៍ចូលទៅធ្វើការកន្លែងទីចាត់ការមានអារម្មណ៍ថា stress តើតែយើងបានទៅបង្រៀនទៅតាមអ្វីដែលយើងចូលចិត្តនោះធម្មពលយើងនឹងមានផងដែរនេះសរុបសេចក្តីមកធម្មពលដែលជួយឲ្យយើងមានកម្លាំងកាយកម្លាំងចិត្តធ្វើការបានទៅមុខទៀតហ្នឹងគឺមាន4នឹងឯងទី1គឺសំដៅទៅលើធម្មពលរាងកាយទី2គឺសំដៅទៅលើធម្មពលអារម្មណ៍ទី3គឺសំដៅទៅលើធម្មពលស្មារតីនិងចុងក្រោយគឺធម្មពលផ្លូវចិត្តនឹងឯងបាទអញ្ចឹងតើលោកគ្រូអ្នកគ្រូនឹងត្រូវសាកថ្មមួយណានៅថ្ងៃស្អែកនេះមាន3បាទសាកថ្មជីវិតណាបាទចូលគេងឲ្យបានមុនម៉ោងដើម្បីឲ្យបានគ្រប់8ម៉ោងណាចូលថ្មលើកទី1ទី2ខ្ញុំនឹងបិទអ៊ីមែលរយៈពេល90នាទីដើម្បីផ្ដោតទៅលើការងារធំមានន័យថាបិទអ៊ីនធឺណិតចោលកុំឲ្យវាចេះលុបភ្លឹបភ្លែតមកណា90នាទីសាកមើលបានអត់បាទទី3ខ្ញុំនឹងនិយាយពាក្យថាអរគុណទៅកាន់មិត្តរួមការងារណាម្នាក់ដែលជួយខ្ញុំអញ្ចឹងមានន័យថាតើលោកគ្រូអ្នកគ្រូចាប់ពីស្អែកទៅនឹងអនុវត្តមួយណាដើម្បីបង្កើតបានទៅជាធម៌ពលរបស់លោកគ្រូអ្នកគ្រូណានេះឧទាហរណ៍នេះឧទាហរណ៍3នេះតើមានជំរឿនមួយណាដែលត្រូវអនុវត្តចាប់ពីស្អែកទៅធម៌ពលរាងកាយបាទមានន័យថាចូលគេងឲ្យបានមុនម៉ោងមានន័យថាឲ្យបាន8ម៉ោងចាប់ពីម៉ោងប៉ុន្មានទៅចាប់ពីម៉ោង10ទៅបាទងើបម៉ោង9អញ្ចឹងណាបាទអញ្ចឹងបាទពី10ម៉ោងបាទយប់ហ្នឹងនៅចាប់ពីយប់ហ្នឹងទៅប៉ុន្តែអ៊ីមែលមិនបាច់ស្អែកយប់ហ្នឹងទេឥឡូវទៅក៏បានដែរណាមិនបាច់ទៅអ៊ីនធឺណិតបាទឥឡូវខ្ញុំដូរទៅអ៊ីនធឺណិតវិញបិទទៅអ៊ីនធឺណិតឥឡូវហ្នឹងក៏បានដែរបាទហើយដែលធ្លាប់និយាយពីអរគុណទៅកាន់មិត្តរួមថ្នាក់ដែលជួយយើងហ៎និយាយទៅញឹកបាទអរគុណមែនតើហ្នឹងបាទហើយខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់លោកគ្រូអ្នកគ្រូដែលបានចំណាយពេលវេលាត្រង់ទាំងស្ដាប់ការបកស្រាយខ្លឹមសារប្រធានបទរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយនៅពេលនេះខ្ញុំសូមបញ្ចប់បទបង្ហាញខ្ញុំនៅពេលនេះដែរក៏សូមអរគុណសូមជម្រាបលាខ្លីបាទ40 slide លោកគ្រូគាត់ present តាមមួយ plate ឥឡូវដល់តកតនឹងសំណួរនឹងចម្លើយលោកគ្រូអ្នកគ្រូមានកន្លែងណាដែលមានភាពស្ទាក់ស្ទើរអត់ដល់យល់ច្បាស់អីអាចសួរទៅអ្នកធ្វើបទបង្ហាញបានដែលមិនមែនជាខ្ញុំអ្នកសួរអ្នកសម្រួលទេមានសំណួរលោកគ្រូអ្នកគ្រូបើអត់មានទេខ្ញុំសូមបញ្ចប់ហ៎សួរឲ្យត្រូវប្រធានបទណាអត់មានសួរផ្លែកត្រូវហើយតកតងធម្មពលតកទៅរឿងធម្មពលឆ្ងល់កន្លែងធម្មពលគ្រូឆ្ងល់មិនមួយណាស្មារតីទៀតអ่ะធម្មពល
ទីមួយ បាទធម្មពលរាងកាយពាក់ព័ន្ធនឹងការអាហារដែរហ្នឹងណាបាទមានការគេងការសម្រាកការបញ្ចូលកម្លាំង កន្លែងសាក់ធម្ម សត្វមកជីវិតមែន សាក់អារម្មណ៍ផ្លូវអារម្មណ៍មានថាគិតវិជ្ជមានទៅកាន់អ្នកដទៃកាលណាយើងគិតវិជ្ជមានខួរក្បាលយើងនឹងវិជ្ជមានទៅតាមហ្នឹងអញ្ចឹងអត់មានទឹកក្តៅកាហាយគួរតែក្តៅកាហាយរឿងគេឧទាហរណ៍យើងជាបុគ្គលិកនៅទីចាត់ការអញ្ចឹងណាបាទហើយនៅក្បែរគេក្បែរអាយុផងយើងឃើញភាពមិនប្រក្រតីអញ្ចឹងអារម្មណ៍របស់យើងតែងតែបាទទុកក្នុងខ្លួនដែរអារម្មណ៍មិនចូលចិត្តសកម្មភាពមួយចំនួនអញ្ចឹងធ្វើអារម្មណ៍ដកអារម្មណ៍អញ្ចឹងយើងត្រូវគិតថាល្អទៅណាគិតជារឿងវិជ្ជមានទៅអញ្ចឹងអារម្មណ៍របស់យើងក៏ទៅតាមហ្នឹងដែរ កន្លែងការគ្រប់គ្រងអារម្មណ៍បើសិនជាយើងចេះគ្រប់គ្រងដូចជាអ្នកគូសលិកដូចជាសពតាម ខ្ញុំមិនដឹងលើចាំដល់មកខ្ញុំប្រកែក ឥឡូវចេះខ្ញុំមិនបាច់ទៅអ្នកគ្រូសាលីណាខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងនៅពេលដែលយើងចុះទៅកម្មសិក្សាយើងតែងជួប mentee របស់យើង ហ្នឹង ប្លែកឧទាហរណ៍ដូចលោកគ្រូចិត្តចឹងលោកគ្រូចិត្តណា mentee គាត់និយាយច្រើន មានទីរបស់ បាទកាលណាឧទាហរណ៍ណាប៉ុន្តែលោកគ្រូចិត្តគឺល្អហើយកាលណាគាត់និយាយច្រើនខុសប្រធានបទអញ្ចឹងក៏អារម្មណ៍របស់យើងក៏មិនល្អទៅតាមហ្នឹងជួនកាលយើងនិយាយពីនេះគាត់ទៅយករឿងនោះមកនិយាយយើងនិយាយចេះគាត់ទៅនិយាយចោះណាអ្នកដែលមិនពាក់រៀនច្បាស់ឆ្លុះគ្នាពេញហ្នឹងណាប៉ុន្តែកាលណាយើងទប់អារម្មណ៍មានន័យថាយើងអង្គុយស្ដាប់គាត់តើតែគាត់និយាយចប់ហើយទាញគាត់មកវិញណាអាហ្នឹងហើយគេហៅថាការគ្រប់គ្រងអារម្មណ៍យើងបានល្អហើយតែតកាលណាយើងចេះតែបដ ாய் ទៅហើយអង្គុយខឹងក្តៅកាហាយអញវានៅក្រៅអាហ្នឹងត្រូវអញ្ចឹងអារម្មណ៍របស់យើងហ្នឹងក៏អត់ល្អមកដល់ផ្ទះវិញដឹងឲ្យល្វើយមាននៅអារម្មណ៍របស់យើងនៅក្តៅកាហាយមែនពីរបស់យើងហ្នឹងចាំមានថានៅក្នុងនាមយើងជាគ្រូប្រឹក្សាគ្រូកសលយើងត្រូវតែចេះគ្រប់គ្រងអារម្មណ៍យើងដោយសារតែយើងទៅជួបប្រទះជាក់ស្ដែងយើងដឹងហើយថាមនុស្សគ្រប់រូបគឺមានចរិតលក្ខណៈគឺខុសៗគ្នាអ្នកខ្លះក៏ស្រួលអ្នកខ្លះក៏ពិបាកដូចលោកគ្រូអញ្ចឹងជួប mentee ស្រួលអត់អីទេតែបើដូចខ្ញុំនេះបាទខ្ញុំគេថាខ្ញុំហ្នឹងប្រកែនិយាយច្រើនណាប៉ុន្តែដល់ជួប mentee របស់ខ្ញុំគ្មានបាននិយាយទេ mentee ខ្ញុំនិយាយបាទកាលណាអត់បាននិយាយគឺពិបាក ចឹងតែហ្នឹងបើត្រង់មកវិញបើសិនជាយើងអស់ធម្មពលផ្លូវអារម្មណ៍ ច្បាស់ណាច្បាស់ជាឆ្លោះគ្នាហើយណាបើយើងអត់ចេះតប់ ហើយមួយទៀតចាំថាបើសិនជាយើងធម្មពលអារម្មណ៍លាក់ដល់សូន្យណាអត់លីងនឹងធម្មពលបាទតើវិធីសាស្ត្រដែលសាកធម្មពលផ្លូវអារម្មណ៍ហ្នឹងមួយណាដែលល្អសម្រាប់អាហ្នឹងនិយាយលើបុគ្គលទូទៅបងដូចខ្ញុំនិយាយដដែលអញ្ចឹងបើសិនបើយើងអត់ចេះទប់អារម្មណ៍ខ្លួនឯងអត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយើងទៅធ្វើការច្បាស់ជាឆ្លុះគ្នាក្តៅកាហាយអារម្មណ៍ក្តៅកាហាយតាំងពីកន្លែងធ្វើការរហូតដល់ផ្ទះរហូតដល់ថ្ងៃហ្នឹងហើយទៅដល់សប្តាហ៍ក្រោយទៀតអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងអត់មូលអញ្ចឹងកម្លាំងរបស់យើងហ្នឹងក៏ចុះខ្សោយទៅតាមហ្នឹងដែរក៏ប៉ុន្តែនៅពេលដែលយើងចេះគ្រប់គ្រងអារម្មណ៍ឧទាហរណ៍យើងខ្ញុំនិយាយដដែលណាចេះ mentee ទៅហើយ mentee ខ្លះគាត់ធ្វើក្បត់តែនិយាយច្រើនក៏គាត់ស្រួលនិយាយគ្នាក៏ប៉ុន្តែអ្នកខ្លះនិយាយតិចប៉ុន្តែរឹងពិបាកនិយាយអាហ្នឹងរឹតតែពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ទៀតអ្នកខ្លះគឺអត់គ្រប់គ្រងអត់បានច្បាស់ហើយដូចខ្ញុំនិយាយដដែលអញ្ចឹងច្បាស់ជាដាក់ប្រាវទៅប្រាវមកតែប្រសិនបើយើងចេះគ្រប់គ្រងអារម្មណ៍កាលណាយើងគ្រប់គ្រងអារម្មណ៍យើងនឹងមានគំនិតល្អទៅកាន់គាត់វិញហ្នឹងអញ្ចឹងមានន័យថាការប្រឹក្សារបស់យើងនឹងទទួលជោគជ័យទៅតាមហ្នឹងដែរហើយអារម្មណ៍របស់យើងក៏ល្អទៅតាមធម៌ពលរបស់យើងក៏មានទៅតាមហ្នឹងដែរប៉ុន្តែដូចខ្ញុំនិយាយដំបូងកាលណាបើយើងប្រាវទៅប្រាវមកអត់ចេះស្ដាប់គ្នាអារម្មណ៍របស់យើងរៀងខ្សោយហើយអញ្ចឹងធម៌ពលរបស់យើងក៏ទៅនឹងទៅតាម
ខ្ញុំគិតថាការបកស្រាយរបស់ខ្ញុំនៅមានចំណុចខ្វះខាតហើយចង់បញ្ចប់ច្បាស់ជាលោកគ្រូនឹងបន្ថែមកន្លែងហ្នឹងតាសូមសំណួរ សំណួរបន្ទាប់ សួរណាសំណួរស្រួលស្រួលណាសំណួរឲ្យចំណា Kami suka lihat tim oleh. យល់បានណាអូខ្ញុំប្រកែមែនអត់មែនតែនចុះអ្នកគ្រូមិនមានទេបាទគ្រូចិត្តអត់មានទេណាហ្នឹងហើយមិនបាច់មានក៏បានដែរមកខ្ញុំនឹងព្យាយាមឆ្លើយបើសិនបើខ្ញុំឆ្លើយអត់បានទេខ្ញុំនឹងឈប់ឆ្លើយហើយឲ្យលោកគ្រូផានិតអ្នកឆ្លើយម្ដង បាទ មានវិធីណាខ្លះដើម្បីយើងធ្វើឲ្យឋានពោលរាងកាយនេះថាបានន័យថាយើងរក្សានិរន្តរភាពនៃឋានពោលទៅវាអត់ទេបាទវាល្អប្រសើរព្រោះវាជាដូនកាយវាមួយទៅទៀតវាមានឋានពោលរាងកាយនេះគឺឲ្យវាមានថាឋានពោលខ្លាំងក្លាបាទបើយើងតែកាយមានមួយវាអាចចែកទៅទៅតើយើងត្រូវធ្វើម៉េចដើម្បីឲ្យឋានពោលរាងកាយរបស់យើងវាមានភាពជាការអនុវត្តប្រកបដោយប្រសិទ្ធភាពអញ្ចឹងហ៎អឺម៉េចធ្វើឲ្យឋានពោលរាងកាយយើងបានល្អ បាទអរគុណច្រើនគ្រូចិត្តក្រៅពីឧទាហរណ៍នេះយើងក៏មានការដូចជាការហាត់ប្រាណក៏ជាផ្នែកមួយនៃការធ្វើឲ្យរាងកាយយើងមានធម៌ពលដែរណាដោយលោកគ្រូតែងតែលើកឡើងការហាត់ប្រាណពេលព្រឹកធ្វើឲ្យខួរក្បាលយើងស្រស់ថ្លាអញ្ចឹងការហាត់ប្រាណពេលល្ងាចនិងពេលព្រឹកគឺមានលក្ខណៈខុសគ្នាអ្នកដែលហាត់ប្រាណពេលព្រឹកគឺក្រោយពីហាត់ប្រាណមួយទឹកហើយអារម្មណ៍របស់យើងនឹងស្រឡះជួនកាលពេលព្រឹកហ្នឹងដែលការងារយើង stress តាំងពីម្សិលមិញហ្នឹងគឺយើងអាចយកមកដោះស្រាយពេលព្រឹកហ្នឹងបានអញ្ចឹងដើម្បីឲ្យការហាត់ប្រាណរបស់យើងហ្នឹងរលូនគឺយើងត្រូវការឆន្ទៈយើងថានឹងងើបឡើងម៉ោង 4 ដើម្បីហាត់ប្រាណអញ្ចឹងយើងដាច់ខាតត្រូវតែងើបម៉ោង 4 ប៉ុន្តែបើសិនបើឆន្ទៈយើងមានតែក្នុងមាត់អត់មានអនុវត្តអញ្ចឹងសកម្មភាពរបស់យើងក៏អត់ទៅតាមនឹងដែរអ្វីដែលជួយជំរុញឲ្យសកម្មភាពរាងកាយការអនុវត្តរបស់យើងបានទៅរលូនគឺទីមួយសំខាន់ជាងគេគឺឆន្ទៈនឹងឯងបើសិនបើឆន្ទៈយើងរៀងខ្សោយហើយបានតែមាត់បានតែនិយាយអត់ប្រយោជន៍ណាអូស្អែកផឹកឡើងខ្ញុំត្រូវតែងើបម៉ោង 4 ងើបទៅហាត់ប្រាណពីព្រលឹមជាមួយនឹងគេបាទព្រឹកឡើងមានអារម្មណ៍ថាល្វើយអូជឿទៅចាំស្អែកហ្មងណាបាទស្អែកហើយស្អែកទៀតស្អែកហើយស្អែកទៀតអញ្ចឹងធម៌ពោលរាងកាយហ្នឹងក៏លើកទៅស្អែកទៀតដែរខ្ញុំដឹងថាឆ្លើយនឹងត្រូវឬក៏ខុសទេសូមអរគុណខ្ញុំយកទៅអញ្ចឹងដែរបាទយើងតាមឲ្យឋានពោលរាងកាយយើងបានល្អក៏តែយើងទីមួយយើងហាត់ប្រាណបាទការហាត់ប្រាណនេះគឺត្រូវធ្វើយើងទៀងទាត់បាទថាយើងហាត់ពេលព្រឹកយើងទទួលបានឋានពោលយើងល្អយើងហាត់ពេលព្រឹកដែរហើយបើថាយើងអត់មានពេលវេលាទេយើងអាចតែស្លៀកពេលស្លៀកឬក៏ពេលល្ងាចណាមួយដែលអាចជួយការពោលរាងកាយយើងឲ្យថារឹងមាំវាអ្វីហើយយើងក៏អាចទៅពេលគួរតំណាមួយទៅដែរបាទគឺអរគុណច្រើនដែលបានផ្ដល់ជាផងនឹងអរគុណច្រើនលោកគ្រូចិត្តមានសំណួរអីផ្សេងទៀតទេបើអត់មានទេតោះចប់មានណាអត់ទេមានទេគឺបាទបើសិនជាលោកគ្រូអ្នកគ្រូអត់មានសំណួរបន្តទៀតទេអញ្ចឹងខ្ញុំហើយនឹងលោកគ្រូភិរៈសូមបញ្ចប់ការធ្វើបទបង្ហាញនេះសូមអរគុណសូមជម្រាបលា